សម្ដេចតេជោហ៊ុនសែនចាត់ទុកទង្វើជនជាតិថៃដែលដាក់តាំងរូបសម្ដេចបាញ់យករំពាន់ជាទង្វើអមនុស្សនិងអន់ជាងសត្វសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជានៅថ្ងៃទី6ខែតុលាឆ្នាំ2025នេះបានបង្ហាញសារពិសេសមួយដោយសូមអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់កុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្សនិងអន់ជាងសត្វដោយថៃមួយចំនួនបាននឹងកំពុងធ្វើដាក់សម្ដេចហើយសម្ដេចតេជោក៏ប្រកាសឲ្យដឹងថាប្រសិនបងប្អូនឈឺចាប់ជាមួយថៃសូមកុំទិញទំនិញថៃមកប្រើប្រាស់និងឈប់ប្រើប្រាក់បាតថៃលើទឹកដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើងក្នុងសំណេររបស់សម្ដេចតេជោហ៊ុនសែនបានសរសេររៀបរាប់ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះឬជាជនជាតិស៊ីវិល័យមានគុណធម៌សិលធម៌និងអរិយធម៌គួរសូមជនរួមជាតិកម្ពុជាកុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្សនិងអន់ជាងសត្វមិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ឬដោយ AI គឺសុទ្ធតែបង្ហាញនៅអំពើអាក្រក់ទាំងអស់មិនថាជនជាតិណាឬក្រុមណានោះទេកន្លងមកនេះបងប្អូនយើងមួយចំនួនបានសូមមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបភាពឬព្រះសាយាល័ក្ខណ៍ព្រះមហាក្សត្រថៃយកមកដាក់ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននឹងកំពុងធ្វើខ្ញុំបានប្រាប់ទៅវិញថាបើយល់ថាគេធ្វើបែបនេះជាការខុសសូមកុំប្រឡងយកខុសជាមួយគេធ្វើអីព្រោះអំពើបែបនេះជាអំពើអមនុស្សនិងអន់ជាងសត្វទៅទៀតខ្ញុំបានពន្យល់បន្ថែមថាពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបាត់ជប់បាញ់កំពុងស្ថិតក្នុងស្ថានភាពភ័យស្រួយឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិងប្រជាជនយើងមួយចំនួនតបតតាមរយៈបង្កអរិយភាពខ្ញុំសូមអំពាវនាវជនរួមជាតិយើងសូមកុំយកព្រះសាយាល័ក្ខណ៍ព្រះមហាក្សត្រថៃឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះទោះជាប្រទេសយើងទូចប្រជាជនយើងមានចំនួនតិចសេដ្ឋកិច្ចយើងខ្សោយតែយើងកុំខ្សោយខាងសិលធម៌យើងត្រូវតែបន្តជាតិសាសន៍ថ្លៃថ្នូរមានសិលធម៌ខ្ពស់ប្រសិនបងប្អូនឈឺចាប់ជាមួយថៃមិនចូលចិត្តថៃសូមកុំទិញទំនិញថៃមកប្រើប្រាស់និងឈប់ប្រើប្រាស់ប្រាក់បាត់ថៃលើទឹកដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើងសូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃនិងប្រជាជនថៃដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជាខ្ញុំនៅតែជឿថាប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេមនុស្សមួយចំនួននៅថៃរាប់អ្នកដឹកនាំថៃខ្លះផងកំពុងវាតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថាកំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់គួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀតដែលវាក្បាលគេត្រូវក្បាលខ្លួនឯងព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំមិនតិចជាង$5000 លានទៅទិញទំនិញថៃហើយបង្វែរលុយនេះមកទិញទំនិញក្នុងស្រុកដែលធ្វើឲ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជាយើងមិនដែលបានទៅសុំទំនិញថៃយកមកលក់ក្នុងទីផ្សារយើងទេគឺយកលុយទៅទិញសុំអ្នកដឹកនាំថៃកុំយកច្រឡំនិងប្រមាថកម្ពុជាម្ដងទៀតយើងដឹងថាពួកអ្នកជាអ្នកមានជាងកម្ពុជាតែអ្នកក៏ត្រូវយល់ថាយើងក៏បានយកលុយទៅទិញទំនិញថៃទៅធ្វើឲ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូលសូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជាកុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេចុងក្រោយខ្ញុំចង់ជម្រាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃសូមប្រញាប់បដូរប្រាក់បាតថៃជាមួយប្រាក់រៀលឬដុល្លារព្រោះពេលខាងមុខបងប្អូននឹងរងការខាត់បងធនធាននិងអាចខ្លាចជាចំណុចដែលគេយកទៅធ្វើជាចំណុចខ្សោយដែលគេគំរាមដោយករណីអគ្គិសនីអ៊ីនធឺណិតនិងប្រេងឥន្ធនៈកាលពីពេលមុនឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀលគឺជួយពង្រឹងនៅរូបិយវត្ថុរបស់ជាតិយើង